ដែនកំណើតនៃរថយន្ត Supercar ដែលមនុស្សទូទាំងពិភពលោកស្រមៃចង់បើកដូចជា Lamborghini, Ferrari, Maserati, Pagani និង Alfa Romeo គឺជាប្រទេសអ៊ីតាលីប្រទេសមួយនេះមើលទៅពោពេញដោយភាពប្រណិតរថយន្តថ្លៃៗទីក្រុងបុរាណអាហារឆ្ងាញ់ៗ Fashion លំដាប់ពិភពលោកនិងជីវិតដែលមើលទៅដូចជាក្តីសុបិនប៉ុន្តែបងប្អូនធ្លាប់គិតអត់ថានៅក្រៅរូបភាពប្រណិតទាំងអស់នោះមនុស្សធម្មតាម្នាក់ដែលរស់នៅអ៊ីតាលីត្រូវចំណាយប៉ុន្មាននៅក្នុងមួយខែហើយទីក្រុងដែលមើលទៅ romantic បំផុតអាចជាកន្លែងដែលធ្វើឲ្យមនុស្សរកលុយបានច្រើនតែចុងខែសល់លុយតិចរហូតត្រូវដេកគិតថាលុយខែក្រោយនឹងគ្រប់ថ្លៃជួលថ្លៃម្ហូបនិងថ្លៃជីវិតទៀតដែរឬអត់ពេលយើងនឹកឃើញអ៊ីតាលីយើងអាចនឹកឃើញទីក្រុងរ៉ូមដែលពោពេញដោយប្រវត្តិសាស្ត្រទីក្រុងមីឡានដែលជាមជ្ឈមណ្ឌល fashion និងភាពប្រណិតទីក្រុង Venice ដែលមើលទៅដូចក្នុងរឿងស្នេហាហើយទីក្រុង Florence ដែលស្អាតដូចជីវិតនៅក្នុងសិល្បៈប៉ុន្តែសម្រាប់មនុស្សដែលរស់នៅទីនោះពិតប្រាកដជីវិតមិនមែនមានតែការដើរលេងក្រោមពន្លឺថ្ងៃញ៉ាំកាហ្វេនិងដើរតែ shopping នោះទេរាល់ខែគេត្រូវគិតថាថ្លៃជួលផ្ទះប៉ុន្មានថ្លៃម្ហូបប៉ុន្មានថ្លៃធ្វើដំណើរបង់ទឹកភ្លើងអ៊ីនធឺណិតនិងចំណាយប្រចាំថ្ងៃនៅសល់ប៉ុន្មានបើរស់នៅទីក្រុងធំៗដូចជាមីឡានឬរ៉ូមថ្លៃជួលបន្ទប់អាចចាប់ពីប្រហែលជា1100អឺរ៉ូទៅ1500អឺរ៉ូឬប្រហែល1200ទៅ1600ដុល្លារសម្រាប់អាផាតមិនមួយបន្ទប់នៅកណ្ដាលទីក្រុងបើនៅទីក្រុងតូចឬតំបន់ឆ្ងាយបន្តិចអាចមានក្រោម650ដុល្លារប៉ុន្តែវាក៏អាស្រ័យលើទីតាំងនិងគុណភាពផ្ទះដែរហើយថ្លៃរស់នៅមិនចប់ត្រឹមថ្លៃជួលទេមនុស្សម្នាក់នៅអ៊ីតាលីអាចត្រូវការប្រហែល1400ដុល្លារក្នុងមួយខែរួមទាំងថ្លៃជួលបើរស់នៅបែបសាមញ្ញប៉ុន្តែបើនៅទីក្រុងធំៗនិងចង់រស់នៅឲ្យស្រណុកចំណាយអាចឡើងដល់ប្រហែល1500ទៅ2300ដុល្លារនៅក្នុងមួយខែសម្រាប់ទីក្រុងមធ្យមហើយនៅមីឡានឬ Florence អាចឡើងដល់ប្រហែល2300ទៅ3000ដុល្លារក្នុងមួយខែនេះហើយជាចំណុចដែលមនុស្សជាច្រើនមើលមិនឃើញពេលមើលអ៊ីតាលីពីខាងក្រៅវាមើលទៅដូចជាកន្លែងដែលជីវិតមានភាពសុខស្រួលហើយពោពេញដោយធម៌ពលប៉ុន្តែពេលចូលទៅរស់នៅក្នុងជីវិតពិតមនុស្សម្នាក់អាចរកលុយបានច្រើនតែចំណាយក៏រត់តាមលឿនដែរអ៊ីតាលីមិនមានប្រាក់ឈ្នួលអបបរមាជាតិតែមួយដូចប្រទេសខ្លះទេព្រោះប្រាក់ឈ្នួលភាគច្រើនត្រូវបានកំណត់តាមកិច្ចព្រមព្រៀងការងារតាមវិស័យនេះមានន័យថាប្រាក់ខែអាចខុសគ្នាខ្លាំងទៅតាមប្រភេទការងារកន្លែងធ្វើការនិងតាមទីក្រុងស្រមៃមើលមនុស្សម្នាក់ធ្វើការនៅមីឡានពេលព្រឹកគាត់ដើរកាត់ហាង fashion ល្បីៗហាងកាហ្វេទំនើបនិងអគារដែលមើលទៅថ្លៃប្រទេសនេះជាទឹកដីនៃ brand ធំៗមិនមែនត្រឹមតែរថយន្ត Supercar ទេប៉ុន្តែថែមទាំង fashion និងរបស់ប្រណិតផងដែរមីឡានមានផ្លូវ shopping ល្បីៗដែលពោពេញទៅដោយ brand ប្រណិតហើយតំបន់ Via Monte Napoleon ក៏ធ្លាប់ត្រូវបានរាយការណ៍ថាជាផ្លូវតំបន់ shopping ថ្លៃបំផុតមួយនៅក្នុងពិភពលោកប៉ុន្តែសម្រាប់មនុស្សធម្មតាការរស់នៅជិតកន្លែងប្រណិតមិនមែនមានន័យថាជីវិតរបស់គេប្រណិតដូចរូបភាពដែលយើងឃើញនោះទេអ្នកខ្លះអាចដើរកាត់ហាងដែលមានកាបូបតម្លៃរាប់ពាន់ដុល្លារប៉ុន្តែខ្លួនឯងកំពុងតែគិតថាថ្ងៃនេះញ៉ាំអ្វីចុងខែនេះថ្លៃជួលគ្រប់ឬអត់នេះគឺជាមេរៀនធំមួយសម្រាប់អ្នកដែលស្រមៃចង់ទៅរស់នៅក្រៅប្រទេសស្អាតមិនមានន័យថាជីវិតស្រួលជានិច្ចទីក្រុងរ៉ូមែនទិកមិនមានន័យថាហិរញ្ញវត្ថុប្រចាំខែស្រួលដកដង្ហើមជានិច្ចទេហើយប្រទេសដែលបង្កើត Lamborghini និង Ferrari ក៏មិនមានន័យថាមនុស្សធម្មតាដែលរស់នៅទីនោះមានជីវិតប្រណិតដូចរថយន្តទាំងនោះដែរពេលខ្លះអ្វីដែលយើងឃើញពីក្រៅគឺសុបិនប៉ុន្តែអ្វីដែលអ្នករស់នៅទីនោះជួបរាល់ថ្ងៃគឺថ្លៃជួលថ្លៃម្ហូបថ្លៃធ្វើដំណើរនិងសំណួរសួរថាខែនេះនៅសល់ប៉ុន្មានបើប្រៀបធៀបជាមួយកម្ពុជាលុយ$1000អាចធ្វើឲ្យមនុស្សម្នាក់រស់នៅបានសមរម្យជាងប៉ុន្តែនៅទីក្រុងធំៗរបស់អ៊ីតាលីលុយប្រហែល$1000អាចគ្រាន់តែជាថ្លៃឈ្នួលផ្ទះឬគ្រាន់តែជាផ្នែកមួយនៃការរស់នៅប៉ុណ្ណោះ